មានបងប្អូនជាច្រើនយល់ច្រឡំថាលោតចេះរលួយបានតាម Facebook បងប្អូនយល់ច្រឡំច្រើនណាស់ឆាតមកខ្ញុំលោតចេះអត់បានរលួយបានតាម Facebook ទេរលួយបានមែនក៏តែបានតាមវិធី live gamer ពួក gamer គេ live ទៅគេមានអ្នកឲ្យ star ទៅរលួយបានតាម star តែរលួយតាមផុសរូប story វីដេអូរត់អត់បានទេបងប្អូនបើបងប្អូនចង់រលួយតាម story Facebook បានលុះត្រាតែFacebook គេតម្លាក់ content monetization ឲ្យបងប្អូនactivate បងប្អូនចេះអញ្ចឹងតាមសញ្ញាអញ្ចឹងតាមនេះរលួយអត់បានបញ្ជាក់បងប្អូនបងប្អូនចង់រលួយតាម Facebook បងប្អូនត្រូវធ្វើតាមខ្ញុំបង្រៀនបងប្អូនបាទដំបូងបងប្អូនចូលមកក្នុងនឹងមកលោតអញ្ចឹងបងប្អូនចូលមកកាន់ account ដូចអញ្ចឹងមកហើយចុចតាមសញ្ញាម្រាមដៃដែលខ្ញុំដាក់ឲ្យហ្នឹងមកហើយបងប្អូនមកដល់ឃើញនេះឃើញគេឲ្យ update star ហ្នឹងបងប្អូនមិនបាច់ update អាហ្នឹងរលួយមិនបានដែរអញ្ចឹងមិនបាច់ទេបងប្អូនចុចចូលតាមខាងឆ្វេងដែលសញ្ញាម្រាមដៃខ្ញុំដាក់ហ្នឹងមកចូលមកដល់ខាងហ្នឹង star យើងកុំយកយើងយក content monetization កន្លែងខ្ញុំអូសរង្វង់ហ្នឹងមកដល់ត្រង់ហ្នឹងបងប្អូនបំពេញតាមខ្ញុំមកបងប្អូនរើសទី10បើបងប្អូនអត់ចេះអង់គ្លេសបងប្អូនរើសទី10រាប់1 2 3 4 5 6 7 8 9 10ហ្នឹងមករើសអក្សរដែលខ្ញុំដាក់ឲ្យហ្នឹងមកគ្រីសយកអាហ្នឹងមករើសយកគ្រីសទី10ហ្នឹងហើយបងប្អូនដាន់វាបាទបងប្អូនដាន់វាទៅហើយទី2យើងបំពេញអាហ្នឹងយើងជ្រើសថាយើងផុសរូបតាមរៀលតាមរូបថតតាមអក្សរតាមអីចឹងបងប្អូនគ្រីសវាទាំង4ហ្នឹងទៅមកដល់កន្លែងនេះយើងបំពេញបងប្អូនចូលទៅយកក្នុង comment ខាងក្រោមចាំខ្ញុំដាក់ copy ខាងក្រោមឲ្យបងប្អូនយកទៅបំពេញបាទចាំខ្ញុំដាក់ក្នុង comment ឥឡូវខ្ញុំ copy អានេះវាចូល copy អក្សរនឹងចូលទៅបំពេញមើលតាមវីដេអូខ្ញុំមួយទៅបងប្អូននឹងចេះហើយអាហ្នឹងរូបវិធីស្នើសុំឲ្យ Facebook តម្លាក់ content monetization ឲ្យយើងរកលុយឲ្យយើង attract ចឹងម្ដងហ្នឹងបងប្អូនគ្រាន់តែដាន់វាទៅបានហើយបាទគ្រាន់តែដាន់វាទៅបាទហើយរួចហើយយើងចេញមកក្រៅវិញមកហើយចាំទុកឲ្យ Facebook គេផ្ញើតម្លាក់ content monetization ដើម្បីឲ្យយើងរកលុយអាហ្នឹងបានយើងរកលុយបានបើក្នុងអា star ហ្នឹងអាកន្លែងហ្នឹងរកលុយអត់តាន់បានទេបងប្អូនដល់ចេញចេះបានរកលុយបានបងប្អូនចេញដូចក្នុងវីដេអូខ្ញុំប្រាប់បងប្អូនមើលតាមវិធីដែលខ្ញុំបង្រៀនហ្នឹងទៅហើយមួយ share ទុកបងប្អូន share ទុកមើលធ្វើម្ដងមួយទៅនឹងបានហើយសម្រាប់បងប្អូនរកលុយតាម Facebook តែបងប្អូនមិនចង់រកលុយតាម Facebook ក៏អីដែរនេះសម្រាប់វីដេអូនេះតែសម្រាប់តែបងប្អូនចង់រកលុយតាម Facebook ចឹងបងប្អូនអាចធ្វើតាមវិធីហ្នឹងបានបាទហើយកុំភ្លេចជួយ like ជួយ share ផងបងប្អូនជួយ follow ម្នាក់មួយផងអរគុណច្រើនជម្រាបលា